bàដោយសារគេថាពាក្យកុហកសុទ្ធតែខុសអញ្ចឹងយើងត្រូវគិតហើយខ្ញុំមាន2ចំណុចដើម្បីយកមកនិយាយអញ្ចឹងយើងកុហកយើងមាន2កុហកទូទៅហើយនិងកុហកក្នុងទំនាក់ទំនងបាទអញ្ចឹងបើយើងនិយាយថាពាក្យកុហកទូទៅកុហកបែបម៉េចយើងកុហកហ្នឹងគឺយើងកុហកអត់ចង់ឲ្យអ្នកទី2ហ្នឹងដឹងថាយើងកំពុងធ្វើអីដឹងយើងកំពុងទៅណាយើងបើយើងឧទាហរណ៍ហ្មងយើងកុហកបែបម៉េចឧទាហរណ៍អ្នកចិត្តខាងយើងសួរអូនធ្វើការបានប្រាក់ខែប៉ុន្មានអញ្ចឹងយើងមានសិទ្ធយើងជាម្ចាស់ហើយយើងមានសិទ្ធថាប្រាប់គាត់ឬមិនប្រាប់យើងកុហកគាត់ទៅហើយយើងបានប៉ុណ្ណេះអីចឹងឬមិនប្រាប់គាត់ហ្នឹងក៏បានអាហ្នឹងកុហកដើម្បីខ្លួនឯងដែលមិនប៉ះពាល់ដល់គាត់ទេអញ្ចឹងណាអញ្ចឹងឯការកុហកដែលមិនប៉ះពាល់ដល់អ្នកទី2ទេគឺការកុហកហ្នឹងគឺអត់ជាបញ្ហាឡើយអញ្ចឹងណាបាទអាហ្នឹងយើងគិតបែបហ្នឹងអញ្ចឹងបើអ្នកទាំងអស់គ្នាគិតផ្សេងខ្ញុំអត់ដឹងថាម៉េចទេព្រោះជាការកុហកខ្លះគឺយើងកុហកដើម្បីដោះស្រាយខ្លួនឯងយើងអត់ចង់ឲ្យអ្នកទី2ហ្នឹងគាត់ដឹងរឿងយើងច្រើនពេកទេអាហ្នឹងយើងអាចកុហកទៅព្រោះអាហ្នឹងដើម្បីខ្លួនឯងហើយមិនប៉ះពាល់ដល់គេទេអញ្ចឹងយើងអាចកុហកបានទី2តែបើយើងកុហកក្នុងទំនាក់ទំនងឧទាហរណ៍ស្នេហាដៃគូប្តីប្រពន្ធឬមិត្តភាពដែលជិតស្និទ្ធបំផុតអញ្ចឹងណាអាហ្នឹងការកុហករបស់យើងដែលធ្វើឲ្យប៉ះពាល់ដល់អ្នកទី2ហ្នឹងគឺខុសហើយឧទាហរណ៍បើយើងប្តីប្រពន្ធនឹងគ្នាបើយើងកុហកគាត់យើងធ្វើរឿងដែលមិនគប្បីនឹងគាត់ប៉ុន្តែយើងកុហកគាត់យើងមិនចង់ឲ្យគាត់ដឹងអាហ្នឹងគឺបើគាត់ដឹងយើងនឹងគាត់នឹងមានបញ្ហាអាហ្នឹងគឺជាការកុហកដែរធ្វើឲ្យគាត់បាត់ទំនុកចិត្តមួយយើងគាត់លេងជឿជាក់ហើយលេងជឿជាក់នៅទំនាក់ទំនងស្នេហាប្តីប្រពន្ធនឹងទៀតហើយអញ្ចឹងណាបាទហើយបើយើងនិយាយពីទំនាក់ទំនងមិត្តភក្តិល្អវិញអញ្ចឹងបើគាត់កុហករឿងយើងគាត់ធ្វើឲ្យប៉ះពាល់យើងអាហ្នឹងគឺគាត់បំផ្លាញដូចគ្នាបំផ្លាញទំនាក់ទំនងដូចគ្នាអញ្ចឹងណាឧទាហរណ៍យើងនិយាយរឿងឲ្យគាត់ស្ដាប់ប៉ុន្តែគាត់យើងសន្យាគ្នាឲ្យថាកុំនិយាយរឿងហ្នឹងទៅជនទី3ឬអីផ្សេងប៉ុន្តែគាត់នៅតែនិយាយអាហ្នឹងមានថាគាត់បំពេញឬគាត់កុហកយើងហើយគាត់អត់រក្សាទំនុកចិត្តឲ្យយើងបានទេអញ្ចឹងអាហ្នឹងគឺជាការកុហកមួយដែលធ្វើឲ្យបាត់បង់អញ្ចឹងយូរទៅคล้ายជាកុហកនឹងពេលទៅធ្វើឲ្យយើងអ្នកទីតែយើងអ្នកនិយាយនេះយើងដែលទទួលរងនេះគឺយើងដឹងយើងធ្វើឲ្យយើងបាត់បង់ទាំងអស់អញ្ចឹងណាអញ្ចឹងហេតុអីបានទំនាក់ទំនងនឹងវាចេះតែថយអញ្ចឹងទៅដោយសារអីវាបាត់បង់ដោយសារការកុហកនឹងឯងអញ្ចឹងណាអញ្ចឹងជាគ្រួសារក៏ដោយឬអីក៏ដោយបើយើងស្មោះត្រង់យើងកុំកុហកកុំលាក់បាំងអានឹងទំនាក់ទំនងរបស់យើងគឺថិតថេរល្អយូរអង្វែងអញ្ចឹងទៅអញ្ចឹងកុហកគឺមិនមែនជាការខុសទាំងអស់ទេតែកុហកក្នុងន័យបែបម៉េចអានឹងបានយើងគិតថាក្នុងន័យល្អដើម្បីមិនប៉ះពាល់ដល់អ្នកដទៃកុហកប៉ះពាល់អ្នកដទៃអានឹងយើងគិតខ្លួនឯងថាវាល្អឬមិនល្អបាទ